បាទជំរាបសួរបងប្អូនអរគ្នាខ្ញុំសូមបន្តទៅកាន់ការប្រើប្រាស់បង្កើតនេះ Gemini អញ្ចឹងខ្ញុំចូលទៅកាន់ gemini.google.com អញ្ចឹងខ្ញុំផ្ទាំងកន្លែងនេះគឺជាផ្ទាំងឆាតរបស់ Gemini គឺមានថាយើងអត់ទាន់ធ្វើការ sign in ចូលទេក្នុងការនេះយើងអត់ទាន់ធ្វើការ sign in ចូល Gemini 3 គឺយើងអាចប្រើបានតែ fast mode ទេមានថាយើងអាចប្រើsyncing ឬក៏ pro mode បាននោះទេអញ្ចឹងខ្ញុំចូលទៅកាន់គណនីដែលខ្ញុំបានបង្កើតគណនី Gmail ដែលខ្ញុំបានបង្កើតខ្ញុំវិធីការវាបញ្ចូលពាក្យស្ងាត់បន្ទាប់មកខ្ញុំចុច next រងចាំបន្តិចបន្ទាប់មកកន្លែងនេះគឺវាឲ្យយើងបំពេញលេខទូរស័ព្ទយើងអត់បំពេញទេកន្លែងនេះកន្លែងខ្ញុំ skip ចោលដូចគ្នាបន្ទាប់មកយើងគឺចូលក្នុងគណនី Gemini បានជោគជ័យ Gemini 3 បានជោគជ័យអញ្ចឹងខ្ញុំមើលកន្លែងនេះខ្ញុំមាន3 mode គឺ fast syncing ហើយនិង pro ខ្ញុំអាចប្រើការបានមុននឹងយើង sign out អត់ទាន់ sign in គឺយើងចូលប្រើបានទេតែពេលឥឡូវយើងធ្វើការ sign in ហើយគឺយើងអាចធ្វើការប្រើប្រាស់បានបងណាមួយទៀតកន្លែងនេះគឺយើងមាន my staff ហើយនិង Gym my staff កន្លែងនេះគឺគេចង់សំដៅទៅលើការងារដែលយើងបានធ្វើហើយដូចជាការបង្កើតរូបភាពដូចជាអីហ្នឹងគឺវាលូតចូលកន្លែងហ្នឹងដែលឡែកពាក្យ Gemini ហ្នឹងគឺ Gemini ហ្នឹងគឺសំដៅទៅលើទីតាំងដែលយើងបង្កើត AI agent ផ្សេងសម្រាប់មុខងារមួយជាក់លាក់ឧទាហរណ៍ដូចជាតកតងមុខងារសរសេរកម្មវិធីតកតងមុខងារសរសេរអ្វីតែសេចក្តីជាដើមអញ្ចឹងខ្ញុំចូលទៅកាន់កន្លែងខ្ញុំសូមមានមុខងារដូចជាបង្កើតរូបភាពទាំងអាចជ្រើសរើសនៅ mode ផ្សេងដូចជា fast syncing ហើយនិង pro ជាដើមមួយទៀតតកតងកន្លែងនេះខ្ញុំអាចធ្វើការ upgrade ដោយសារយើងប្រើប្រាស់បច្ចុប្បន្នគឺយើងប្រើប្រាស់គម្រោងដែលវាអត់គិតប្រាក់អញ្ចឹងយើងមាន3គម្រោងផ្សេងទៀតគឺមានplus មាន pro ហើយនឹងមានultra គឺយើង3គម្រោងមានថាគឺមាន Google AI Plus Google AI Pro និង Google AI Ultra អញ្ចឹងនៅក្នុងគម្រោងនីមួយៗហ្នឹងគឺវាមានអត្ថប្រយោជន៍ផ្សេងគ្នាក៏ដូចជាចំនួននៃការប្រើប្រាស់ហ្នឹងគឺផ្សេងគ្នាមានថាគម្រោងដែលយើងបងថវិកាតិចជាងគឺយើងប្រើបានមានដែនកំណត់ជាងគម្រោងដែលយើងបងលុយច្រើនជាងអញ្ចឹងវាគិតតាមចំនួន credit អញ្ចឹងនៅក្នុងគម្រោងមួយហ្នឹងក៏វាមានមុខងារមាន function ដែលយើងអាចប្រើប្រាស់បានដែរដូចជាមុខងារ flow មុខងារ notebook LM Gemini Gmail Doc ហើយនឹងmoreបាទអញ្ចឹងកន្លែងនេះគឺយើងមានតែប៉ុណ្ណឹងអញ្ចឹងខ្ញុំសូមត្រឡប់ទៅកាន់កន្លែងតកតងជាមួយសារដែលយើងអាចសរសេរសួរឆ្លើយឆ្លងជាមួយ Gemini វិញអញ្ចឹងនៅក្នុងកន្លែងនេះគឺខ្ញុំសាក់លបងសួរសំណួរចំនួន2ដែលខ្ញុំប្រើ Pro Mode តើអ្វីទៅគឺជា Generative AI សូមបញ្ចូលខ្ញុំដូចជាក្មេងអាយុ10ឆ្នាំអញ្ចឹងវានឹងធ្វើការឆ្លើយមកខ្ញុំបានល្អប្រសើរនៅក្នុង Gemini គឺវាធ្វើការឆ្លើយបានល្អជាង GPT ហើយការសរសេររបស់វាហ្នឹងក៏វាមានលក្ខណៈថាងាយយល់ជាងអានងាយយល់ជាងមានថាវាយល់ភាសាខ្មែរបានច្រើនជាងសូមសរសេរកំណាព្យមួយវគ្គខ្លីនិយាយអំពីការញ៉ាំកាហ្វេនៅពេលព្រឹកអញ្ចឹងខ្ញុំចុច enter មកបាទអញ្ចឹងសូមរងចាំបន្តិចអញ្ចឹងវាឆ្លើយមកហៅហែអញ្ចឹងមកក្នុងករណីដែលថាចម្លើយនឹងយើងអត់សូវពេញចិត្តគឺយើងអាចធ្វើការសួរដើម្បីឲ្យវាឆ្លើយម្ដងទៀតហើយនៅពេលដែលវាឆ្លើយម្ដងទៀតហ្នឹងគឺវាអត់ដូចចម្លើយលើកមុនទេគឺវានឹងធ្វើការកែប្រែចំណុចខ្លះដែល
អាចថានឹងយើងពេញចិត្តឬក៏យើងមិនពេញចិត្តគឺយើងអាចបន្តឲ្យវាសរសេរម្ដងទៀតអញ្ចឹងណាបងប្អូនបាទអញ្ចឹងយើងរួចចាំបន្តិចកន្លែងនេះបាទអញ្ចឹងវាធ្វើការវាអត់លឿនពេកទេគឺវាត្រូវការគិតវាត្រូវប្រើខួរក្បាលវាដើម្បីគិតអញ្ចឹងមានន័យថាយ៉ាងម៉េចមានន័យថាវាកន្លែងនេះគឺវាមុននឹងវាឆ្លើយយើងគឺវាត្រូវការប្រើ algorithm របស់វាដើម្បីឆ្លើយជាមួយយើងអញ្ចឹងវាផ្ដល់ចម្លើយឲ្យយើងមកគឺចម្លើយនេះគឺវាអាចទទួលយកបានដល់ពេលដល់កន្លែងខាងក្រោមនេះបងប្អូនឃើញកន្លែងនេះគឺយើងដល់កម្រិតមួយថាវាដល់ដែនកំណត់នៃការប្រើប្រាស់ Pro Mood ហើយអញ្ចឹងក្នុងករណីដែលថាវាដល់ដែនកំណត់បែបនេះក្នុងករណីដែលយើងសួរសំណួរផ្សេងទៀតគឺមានន័យថា Pro Mood ហ្នឹងGemini 3ដែលប្រើ Pro Mood ហ្នឹងគឺវានឹងលែងដំណើរការយើងហើយគឺវានឹងទៅយក mood ផ្សេងគេថាទៅយក mood ផ្សេងដើម្បីយកមកឆ្លើយសំណួរយើងអញ្ចឹងនៅក្នុង mood នេះគឺវាប្រើអា fast mood ដើម្បីឆ្លើយយើងអញ្ចឹងបើស្នាយើងចង់បានអា pro mood គឺយើងត្រូវបង់លុយវាបាទសូមអរគុណសូមជម្រាប